បើសិនជាអ្នកទាំងអស់គ្នាគឺជាមនុស្សដែលចូលចិត្តសម្ភារៈបែបចាស់ប្រើប្រាស់ខែឈើតុកទូឈើអីចឹងណាបាទដោយឪពុកម្ដាយយើងចូលចិត្តទិញរបស់អញ្ចឹងឲ្យយើងដាក់នៅក្នុងបន្ទប់ណាបើក្មេង Gen Z Gen Y មានអ្នកខ្លះគឺអត់សូវចូលចិត្តទេប៉ុន្តែបើចាស់វិញគឺគាត់ចូលចិត្តរបស់ទាំងអស់ហ្នឹងមែនតែនហ្មងប្រិយមិត្តរបស់យើងហ្នឹងគាត់មិនចាស់ប្រហែលទេគាត់នៅក្នុងវ័យធ្វើការមួយគេហៅថាកដាលទេប៉ុន្តែគាត់គឺជាមនុស្សដែលចូលចិត្តសន្សំវត្ថុបុរាណចាស់ខ្លាំងមែនតែនរហូតដល់ថ្ងៃមួយនៅពេលដែលគាត់បានទៅលេងខេត្តសៀមរាបហ្នឹងគាត់ក៏បានទៅហាងមួយដែលលក់វត្ថុបុរាណចាស់លក់គ្រឿងឈើតុកទូឈើអញ្ចឹងណាគឺគាត់បានទៅរកឃើញទូដាក់សៀវភៅមួយមានច្រើនថ្នាក់អញ្ចឹងទៅហើយមានក្បូរក្បាច់រចនាស្អាតខ្លាំងមែនតែនគាត់គិតថាបើយកទូនឹងមកដាក់នៅក្នុងបន្ទប់ធ្វើការរបស់គាត់មិនដឹងផ្លឹងកម្រិតណាទេដោយសារតែតុធ្វើការរបស់គាត់កន្លែងធ្វើការរបស់គាត់ហ្នឹងនៅក្នុងបន្ទប់ហ្នឹងណាពោពេញទៅដោយគ្រឿងបុរាណគ្រឿងឈើអញ្ចឹងវាដាក់ទៅវាស៊ីគ្នាសំណំតែម្ដងអញ្ចឹងណាតែគាត់អត់នឹកស្មានទេថាថ្ងៃហ្នឹងគាត់បានយកអ្វីមកជាមួយរហូតដល់យប់ឡើងណាគឺគេមកបញ្យោសពគាត់យប់ទី2មកបញ្យោសពយប់ទី3មកបញ្យោសពគាត់គិតថាវាគ្រាន់តែជាការយកសពធម្មតាប៉ុន្តែសំខាន់គាត់អត់ដែលស្គាល់អត់ដែលឃើញមុខមនុស្សទាំងអស់ហ្នឹងទេវាចម្លែកខ្លាំងមែនទែនដែលមនុស្សយើងអត់ដែលឃើញមុខគ្នាផងសុកតែយកសពឃើញមនុស្សដទៃទៀតដែលយកអត់ដែលស្គាល់អញ្ចឹងអ្នកទាំងអស់គ្នាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនហើយចុងក្រោយតំបន់គាត់អាចដោះខ្លួនឯងចេញពីរឿងរ៉ាវទាំងអស់ហ្នឹងបានណាអូគាត់ប៊ីសនឹងត្រូវទៅជាមួយគេប៊ីសនឹងនៅជាមួយគេអស់មួយជីវិតអញ្ចឹងណាអ្នកទាំងអស់គ្នាបាទកុំឲ្យខាត់ពេលវេលាយូរតោះទៅតាមបានទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងចេញម្លងទៀតហើយថ្ងៃនេះយើងទទួលបានរឿងពីប្អូនប្រុសភានុហ្នឹងហើយប្អូនប្រុសបានសរសេរមកកាន់យើងថាថ្ងៃនេះខ្ញុំមានរឿងខ្មោចដ៏ព្រឺព្រួចមួយចង់មកចែករំលែកជូនបងរតនាហើយរឿងនេះវាធ្វើឲ្យខ្ញុំចងចាំមិនភ្លេចទេរហូតមកដល់ពេលសប្តាហ៍ថ្ងៃនេះខ្ញុំគឺជាមនុស្សម្នាក់ដែលស្រឡាញ់គ្រឿងសង្ហារិមណាស់តាំងពីដើមមកជាពិសេសគឺគ្រឿងសង្ហារិមដែលធ្វើអំពីឈើចាស់ឬធ្វើពីដៃដឹងតែខ្ញុំទិញយកមកតាំងលម្អនៅក្នុងផ្ទះហើយជាស្ដែងកាលពីជាង10ឆ្នាំមុននៅពេលដែលខ្ញុំរស់នៅខេត្តសៀមរាបចៃដន្យក៏បានប្រទះឃើញហាងលក់គ្រឿងសង្ហារិមមួយនៅក្រុងសៀមរាបដែលជាហាងតូចតាចទេតែខ្ញុំឃើញមានសុទ្ធតែរបស់ចាស់ទំនងសល់ពីសង្គមផងខ្ញុំក៏ឆ្លៀតពេលចូលទៅមើលចូលទៅដល់ខាងក្នុងហាងខ្ញុំបានឃើញលោកតាចាស់ម្នាក់អាយុប្រហែលជា70ឆ្នាំទៅហើយគាត់កំពុងតែអង្គុយបោសសម្អាតតុទូថូផ្កាចាស់ដែលដាក់លក់នៅក្នុងហាងក្រឡេកឃើញហើយខ្ញុំក៏ដើរចូលទៅរកគាត់លោកតានោះក៏បាននិយាយរួសរាយរាក់ទាក់មកកាន់ខ្ញុំថាសួស្តីចៅប្រុសមកចូលមកមើលលេងសិនទៅស្រឡាញ់ពេញចិត្តមួយណាអាចប្រាប់តាបានខ្ញុំញញឹមដាក់គាត់នឹងបានសួរគាត់ទៅវិញថាលោកតានៅលក់តែម្នាក់ឯងទេអត់មានកូនចៅនៅជាមួយទេឬគាត់មើលមុខខ្ញុំហើយក៏តបវិញថាគ្មានទេចៅអើយប្រពន្ធកូនតាស្លាប់អស់ហើយតាំងពីជំនាន់សង្គមរាជនិយមមកម្លេះរាល់ថ្ងៃមានកម្មករពី3នាក់ដែរនៅចាំជួយលើករបស់ធ្ងន់ដែលតាលើកមិនរួចតែពួកនឹងវាមកធ្វើការតែ2-3ថ្ងៃតែប៉ុណ្ណោះក្នុងមួយអាទិត្យព្រោះគេជាប់រវល់ការងាររបស់គេដែរគេមកជួយតាយកតែប៉ុនតែប៉ុណ្ណោះអារម្មណ៍ខ្ញុំនឹកឃើញគាត់នៅម្នាក់ឯងដូច្នេះក៏កើតចិត្តអាណិតគាត់ខ្លាំងមិនដឹងជាគាត់នឹងឯកាយ៉ាងណាទេនៅក្នុងជីវិតបែបនេះបន្តិចក្រោយមកខ្ញុំក៏ដើរមើលគ្រឿងសង្ហារិមចាស់ដែលគាត់បានដាក់តាំងគឺសុទ្ធតែជារបស់កម្រនិងរបស់ដែលធ្វើដោយដៃពិតប្រាកដមែនក្រឡេកចុះក្រឡេកឡើងខ្ញុំក៏បានដើរទៅឃើញទូឈើដាក់តាំងសៀវភៅមួយដែលមានថ្នាក់5ជាន់និងទំនងធ្វើពីឈើបេងផងទូនឹងមានក្បូរក្បាច់រចនាស្រស់ស្អាតគួរឲ្យទាក់ទាញខ្លាំងមែនទែនខ្ញុំរកមើលស្លាកតម្លៃឃើញហើយខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះតម្លៃរបស់វាគឺមិនថ្លៃដោយអ្វីដែលខ្ញុំគិតនៅក្នុងចិត្តនោះទេខ្ញុំឃើញទូនេះហើយក៏មានបំណងចង់បានភ្លាមគឺចង់បានយកមកតាំងសៀវភៅថូផ្កាព្រមទាំងរបស់របរតាំងលម្អដទៃទៀតដែលខ្ញុំធ្លាប់ដាក់តាំងនៅចិត្តតុធ្វើការនៅឯផ្ទះ
ព្រោះខ្ញុំគិតថាវាស័ក្តិសមកុំឲ្យរបររញ៉េរញ៉ៃនឹងជួយបង្កើនសម្រស់នៅក្នុងបន្ទប់ធ្វើការខ្ញុំថែមមួយកម្រិតទៀតផងម្យ៉ាងសុទ្ធសឹងតែជារបស់ដែលខ្ញុំចូលចិត្តគិតរួចខ្ញុំក៏សម្រេចចិត្តទិញយកទូបុរាណនោះមកដោយមិនតថ្លៃអ្វីសូម្បីតែមួយម៉ាត់នៅពេលនោះព្រោះខ្ញុំគិតថាវាថោកស្រាប់ទៅហើយខ្ញុំទៅវិញទេដែលសំណាងបានធ្វើជាម្ចាស់របស់វាបន្ទាប់ពីបានទិញទូនោះមកហើយខ្ញុំក៏បានដឹកវាយកមកផ្ទះភ្លាមតែម្ដងតែថានៅថ្ងៃនោះខ្ញុំមិនទាន់លើកទូឈើនោះចូលទៅក្នុងផ្ទះទេបំណងចង់យកវាមកបោះសម្អាតធូលីដីបន្ថែមទៀតសិនតែមកដល់ផ្ទះភ្លាមខ្ញុំស្រាប់តែមានអារម្មណ៍ថានឿយហត់យ៉ាងម៉េចមិនដឹងទេដូចជាបាត់កម្លាំងអស់រលីងខ្ញុំក៏បានយកវាមកដាក់តាំងនៅមាត់ទ្វារចោលហើយក៏ចូលសម្រាកនៅឯខាងក្នុងផ្ទះវិញព្រោះថ្ងៃនោះទម្រាំមកដល់ផ្ទះវិញប្រហែលជាម៉ោង6ទៅ7ល្ងាចទៅហើយខ្ញុំគិតថាព្រឹកឡើងចាំសម្អាតក៏មិនទាន់ហួសពេលដែរខ្ញុំចាំបានថានៅយប់នោះពេលក្បាលល្ងាចមេឃប្រែពណ៌ឡើងក្រហមទឹកក្រូចខុសប្លែកពីថ្ងៃធម្មតាខ្ញុំចម្លែកក្នុងចិត្តខ្លាំងមែនទែនតែក៏មិនបានគិតអ្វីច្រើនដែររហូតដល់ម៉ោងប្រហែលជា8យប់នៅពេលនោះខ្ញុំក៏បានដើរចូលទៅងូតទឹករួចហើយក៏ញ៉ាំបបរត្រីដែលខ្ញុំបានឈៀងចូលទិញនៅតាមមាត់ផ្លូវញ៉ាំបបររួចរាល់ក៏មកអង្គុយមើលទូរទស្សន៍នៅក្នុងបន្ទប់ទទួលភ្ញៀវវិញទៅការពិតទៅខ្ញុំគឺជាកូនតូលនៅក្នុងគ្រួសារមួយដែលមានជីវភាពសមរម្យហើយគ្រួសាររបស់ខ្ញុំនៅទីក្រុងភ្នំពេញប៉ុន្តែដោយសារតែត្រូវមកបំពេញការងារនៅក្នុងខេត្តសៀមរាបជាញឹកញាប់ខ្ញុំក៏បានមកស្នាក់នៅផ្ទះមួយខ្នងនេះដែរជាផ្ទះដែលមានទីតាំងនៅក្នុងក្រុងសៀមរាបផ្ទាល់តែម្ដងឬអាចចាត់ទុកថាវាគឺជាផ្ទះលំហែសម្រាប់ក្រុមគ្រួសារខ្ញុំក៏ថាបានដែរផ្ទះនេះប៉ារបស់ខ្ញុំជាអ្នកទិញគាត់គឺជាអ្នករកស៊ីទិញដូរអចលនទ្រព្យក្រោយមកខ្ញុំក៏រកស៊ីមុខរបរនេះបន្តពីគាត់អញ្ចឹងទៅកាលនោះខ្ញុំបានមកស្នាក់នៅក្នុងផ្ទះនោះតែម្នាក់ឯងតែប៉ុណ្ណោះនៅយប់នោះខ្ញុំមានអារម្មណ៍ថាខ្យល់បក់មកត្រជាក់ខ្លាំងមែនទែនរីឯសំឡេងនៅជុំវិញផ្ទះវិញស្ងាត់ឲ្យជ្រាបខុសប្លែកពីសក់មួយដងបន្ទាប់ពីអង្គុយមើលទូរទស្សន៍បានប្រមាណជា15នាទីសុកខ្ញុំក៏ស្រាប់តែបានឮសំឡេងមនុស្សដើរនៅខាងមុខទ្វារផ្ទះគឺនៅម្ដុំទូឈើដែលខ្ញុំដាក់បញ្ឈរចោលនឹងឯងខ្ញុំខំផ្ទៀងស្ដាប់សំឡេងដើរនោះយ៉ាងខ្លាំងគឺជាសំឡេងដើររបស់មនុស្សដែលគ្មានពាក់ស្បែកជើងនោះទេខ្ញុំគិតក្នុងចិត្តបែបហ្នឹងគេដើរទៅដើរមកចុះឡើងទ្រាំមិនបានខ្ញុំក៏ដើរទៅបើកកងតាក់ភ្លើងតែម្ដងដើម្បីមើលឲ្យដឹងតែម្ដងទៅថានៅខាងក្រៅហ្នឹងមាននរណាមករកអីមែនតិចលោមាននរណាចង់លួចទូនោះទេដឹងតែនៅពេលដែលខ្ញុំបើកភ្លើងហើយសំឡេងដើរនោះស្ងាត់ឲ្យឆឹងតែម្ដងហើយខ្ញុំក៏មិនបានឃើញនរណាគេម្នាក់ដែរខ្ញុំឈរមើលឆ្វេងមើលស្ដាំគឺថានៅត្រង់នោះមួយសន្ទុះបន្ទាប់មកទើបខ្ញុំដើរមកអង្គុយមើលទូរទស្សន៍វិញជាធម្មតាខ្ញុំមើលរហូតដល់ម៉ោង9យប់នៅពេលនោះទើបខ្ញុំឡើងទៅគេងនៅខាងលើតែភ្លើងអំពូលនៅខាងក្រៅខ្ញុំនៅបើកចោលដដែលព្រោះខ្ញុំគិតថាដើម្បីការពារក្រែងលោកមានចោលណាលួចចូលក្នុងផ្ទះជាដើមខ្ញុំមានអារម្មណ៍អត់ស្រួលទេនៅយប់នោះខ្ញុំគឺជាមនុស្សម្នាក់ដែលមួយខែទល់មួយខែមួយឆ្នាំទល់មួយឆ្នាំគឺមិនងាយដេកយល់សពផ្ដេសផ្ដាស់នោះទេគឺថាដាក់ខ្លួនដល់ក្រែលក់ភ្លឹងតែម្ដងតែចម្លែកណាស់នៅយប់នោះខ្ញុំគេងប្រហែលជាបានត្រឹមតែ10ទៅ15នាទីអីហ្នឹងខ្ញុំចាំមិនច្បាស់ដែរនិយាយទៅខ្ញុំមិនទាន់លក់ស្កប់ស្កល់ប៉ុន្មាននោះទេស្រាប់តែខ្ញុំហាក់បីដូចជាបានយល់សពឬក៏យ៉ាងណាមិនដឹងទេគឺថាមានឃើញមនុស្សប្រុសស្រីប្រមាណ7-10នាក់ពួកគេមានវ័យស្របាខ្ញុំនេះឯងពួកគេបានឈរត្រៀបត្រានៅពេញខាងមុខផ្ទះរបស់ខ្ញុំតែម្ដង
ពេញនឹងតែម្ដងណាខ្ញុំមើលគឺចម្លែកនៅក្នុងចិត្តខ្លាំងមែនទែនហើយអ្វីដែលកាន់តែចម្លែកនឹងគឺពួកគេមកនៅក្នុងសម្លៀកបំពាក់បែបដាច់រហែករញ៉េរញ៉ៃមើលអត់យល់តែម្ដងហើយទឹកមុខរបស់ពួកគេវិញណាស្លេកស្លាំងដូចគ្មានឈាមនោះទេអំឡុងពេលដែលខ្ញុំកំពុងតែឈររេរីហ្នឹងណាស្រាប់តែមានយាយចាស់ម្នាក់យាយចាស់ហ្នឹងមើលទៅគឺគេហៅថាគាត់ចាស់ខ្លាំងជាងគេហ្មងណាហើយគាត់ព្យាយាមនិយាយអ្វីមកកាន់ខ្ញុំមិនដឹងទេព្រោះខ្ញុំណាបានឃើញមាត់គាត់កំពុងតែបើកម្ហេបមហបហាក់ដូចជាកំពុងតែនិយាយអ្វីមួយយ៉ាងខ្ញុំក៏ព្យាយាមផ្ទៀងត្រចៀកខាងស្ដាំនឹងទៅស្ដាប់គាត់ព្យាយាមចង់ដឹងថាគាត់និយាយអ្វីអញ្ចឹងណាទីបំផុតគេក៏ឲ្យខ្ញុំបានឮមែនគឺថាយាយចាស់ម្នាក់ហ្នឹងណាគាត់បានសុំខ្ញុំនៅជាមួយបន្ទាប់ពីយាយចាស់សក់សរញ៉េរញ៉ៃនោះនិយាយមកកាន់ខ្ញុំហើយណាស្រាប់តែមានអ្នកដទៃទៀតនាំគ្នាដណ្ដើមគ្នានិយាយមកកាន់ខ្ញុំដូចគ្នាតែម្ដងនៅក្នុងយូសបនោះពួកគាត់ដណ្ដើមគ្នានិយាយថាពួកខ្ញុំសុំមកនៅផ្ទះជាមួយផងខ្ញុំសុំមកនៅផ្ទះមួយខ្នងនេះជាមួយផងបានទេគឺដណ្ដើមគ្នានិយាយតែម្ដងពេលហ្នឹងធ្វើឲ្យបេះដូងរបស់ខ្ញុំលត់ញាក់ខ្លាំងមែនតើណាឮហើយខ្ញុំក៏ឆ្ងល់នៅក្នុងចិត្តយ៉ាងខ្លាំងហេតុអ្វីបានជាពួកគេមកសុំផ្ទះខ្ញុំនៅបែបនេះទាំងដែលពួកយើងមិនដែលស្គាល់គ្នាផងណាមួយផ្ទះខ្ញុំវាក៏រៀងតូចដែរមិនអាចស្នាក់នៅច្រើនគ្នាដល់4-10នាក់បានទេពេលហ្នឹងណាខ្ញុំគិតថាប្រហែលជាគេសុំយើងស្នាក់នៅតែមួយយប់អញ្ចឹងណាដោយមិនស្រួលនៅក្នុងចិត្តនៅក្នុងយល់សពនោះខ្ញុំក៏បាននិយាយបដិសេធទៅពួកគេវិញតែម្ដងរបៀបដេញតែម្ដងថាទេអត់បានទេផ្ទះខ្ញុំតូចតែមួយហ្នឹងហើយមានគ្នាច្រើនដល់ម្លឹងនៅមិនកើតនៅអត់កើតទេទៅនាំគ្នាចេញទៅវិញទៅស្ដាប់ឮពាក្យខ្ញុំដេញដូច្នេះហើយពួកគេក៏នាំគ្នាទម្លាក់ទឹកមុខចប់បែបសោកសៅខ្លាំងមែនទែនខ្ញុំមានអារម្មណ៍ថាសោកស្ដាយបន្តិចប៉ុន្តែងឿយឆ្ងល់បន្តិចអញ្ចឹងណាឃើញពួកគេដើរទៅម្នាក់ម្ដងអញ្ចឹងហើយក៏នាំគ្នាបាត់ស្រមោលចេញពីមុខផ្ទះរបស់ខ្ញុំទៅទាំងអស់តែម្ដងយប់នោះក៏អស់អីទៅស្អែកឡើងក្រោកពីគេងខ្ញុំមានអារម្មណ៍ថានឿយហត់ខ្លាំងមែនទែនអស់កម្លាំងខ្លាំងហាក់ដូចជាអត់បានដេកអញ្ចឹងយប់មិញតែខ្ញុំដាច់ខាតត្រូវតែងើបឲ្យរួចព្រោះខ្ញុំត្រូវចេញទៅធ្វើការដោយសារតែខ្ញុំបានណាត់ភ្ញៀវរួចហើយនៅថ្ងៃនោះនៅពេលដែលខ្ញុំចាប់ការងារត្រឡប់មកផ្ទះវិញយប់ល្មមអញ្ចឹងទូដែលដាក់ចោលនៅមុខផ្ទះហ្នឹងក៏ចេះតែនៅនឹងទៅព្រោះធ្វើមិនខ្ញុំអស់កម្លាំងពេកយោនៅយប់បន្ទាប់នោះខ្ញុំបានគេងយល់សពបែបនេះម្ដងហើយម្ដងទៀតគឺយល់សពបែបនឹងដូចគ្នាបានន័យថាគេមកសុំខ្ញុំនៅជាមួយសុំខ្ញុំនៅក្នុងផ្ទះនោះជាមួយគ្នាតែម្ដង3យប់ជាប់គ្នាមនុស្សតដែរមុខតដែរមាននិយាយចាស់ហើយនឹងមានមនុស្ស4-10នាក់ដែលមានអាយុសបាគ្នាហ្នឹងហើយមានសម្ភារបំពាក់ដាច់រញ៉េរញ៉ៃមើលទៅគួរឲ្យខ្លាចខ្លាំងមែនទែនមកសុំខ្ញុំនៅជាមួយហើយខ្ញុំក៏បានបដិសេធដដែលដូចគ្នាព្រោះខ្ញុំមិនស្គាល់ថាយាយចាស់នោះជានរណាគេផងហ្នឹងឲ្យគាត់មកនៅផ្ទះជាមួយខ្ញុំស្រួលយ៉ាងម៉េចនឹងកើតនៅក្នុងចិត្តគិតដែរថាតើពួកគេគឺជាអ្នកណាមិនបានជាខ្ញុំអាចយល់សពឃើញពួកគេទាំងដែលខ្ញុំមិនដែលឃើញនឹងស្គាល់ពួកគេផងរហូតដល់ថ្ងៃទី4ក្រោយចាប់ការងារខ្ញុំក៏បានបើកឡានត្រឡប់មកផ្ទះវិញនៅពេលប្រលប់ប្រហែលជាម៉ោង7យប់ហើយថ្ងៃនោះមកដល់មុខផ្ទះភ្លាមខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថាខ្ញុំឃើញសត្វឆ្កែមិនដឹងមកពីណាទេបាទ2-3ក្បាលវាឈរនៅពីមុខរបងផ្ទះខ្ញុំតែម្ដងព្រោះផងលូផងយ៉ាងកងរំពងវាចម្លែកខ្លាំងមែនតើនៅក្នុងភូមិខ្ញុំវាធម្មតាមានឆ្កែហើយប៉ុន្តែវាអត់ដែលមកលេងម្ដុំនេះទេតែលើកនេះវាមកឈរព្រោះផងលូផងហើយបែរមុខមកចំផ្ទះខ្ញុំតែម្ដងសំខាន់នៅក្បែររបងផ្ទះហ្នឹងណាខ្ញុំនេះកំពុងតែមានអារម្មណ៍អត់ល្អស្រាប់ផងហើយសំខាន់ខ្យល់នៅយប់ហ្នឹងត្រជាក់ចម្លែកទៅទៀតទ្រាំមិនបានតតែខ្ញុំចុះទៅដេញពួកវាតែម្ដងទៅពួកវាហ្នឹងឈប់ព្រុសហើយរត់ចេញទៅអស់ទៅតែយប់នោះខ្ញុំបែរជាយល់សពថាខ្ញុំគំរាមគេឈប់ឲ្យមករំខានខ្ញុំទៀតខ្ញុំបាននិយាយទៅកាន់គេថាតែអត់គឺអត់អីប្រចាំខ្ញុំហៅប៉ូលីសមកចាប់គឺខ្ញុំនិយាយលះខ្លាំងតែម្ដងនៅយប់ហ្នឹងស្អែកឡើងនៅពេលដែលខ្ញុំមកពីធ្វើការវិញមកដល់ផ្ទះហ្នឹងប្រហែលជាម៉ោង10យប់ទៅហើយម្ដងនេះខ្ញុំបានឃើញយាយចាស់
នឹងមនុស្សមកក្រុមហ្នឹងដែលខ្ញុំបានយល់សពឃើញកាលពីប្រហែលថ្ងៃមុននោះច្បាស់មែនតែម្ដងប៉ុន្តែលើកហ្នឹងខ្ញុំឃើញពួកគេឈរនៅជិតរបងផ្ទះរបស់ខ្ញុំស្ដែងតែម្ដងពេលដែលខ្ញុំបើកឡានឆ្លងកាត់ពួកគេខ្ញុំឃើញភ្នែកពួកគេសម្លឹងមើលខ្ញុំមិនដាក់ភ្នែកសោះតែពេលដែលខ្ញុំជិះឡានហួសពួកគេទៅខ្ញុំក៏ព្យាយាមសម្លឹងមើលពួកគេតាមកញ្ចក់ឡានខាងក្រោយវិញបែរជាអត់ឃើញរលីងគឺអត់មានឃើញពួកគេសោះបាត់ស្រមោលឈឹងខ្ញុំរៀងភ័យដែរខំប្រឹងយកដៃញីភ្នែកខ្លួនឯងគិតថាទេប្រហែលជាខ្ញុំស្រវាងភ្នែកឬក៏គិតពីរឿងនេះច្រើនពេកទេដឹងព្រោះថ្ងៃនេះហត់នឿយពេញមួយថ្ងៃទៅហើយមកដល់ក្នុងផ្ទះខ្ញុំក៏ប្រញាប់ងូតទឹកចូលគេងព្រោះថ្ងៃនេះរៀងល្វើយអស់កម្លាំងដូចជារៀងចង់គ្រុនបន្តិចផងហើយទូឈើដាក់សៀវភៅដែលតែងមកនោះក៏ខ្ញុំមិនទាន់យកមកដាក់ក្នុងផ្ទះរៀបចំអ្វីដែរព្រោះតែរវល់ការងារពេកមុនចូលគេងខ្ញុំក៏បានលេបថ្នាំផ្ដាសាយមួយគ្រាប់ហើយក៏សម្ងំគេងលក់បាត់ទៅមិនដឹងជាគេងនឹងយូរប៉ុណ្ណាទេខ្ញុំក៏ត្រូវភ្ញាក់មកម្ដងទៀតនៅប្រហែលជាម៉ោង 1 កន្លះយប់ទៅហើយព្រោះតែខ្ញុំបានឮសូរសំឡេងឆ្កែលូនៅខាងមុខផ្ទះទៀតហើយវាលូយ៉ាងក្រលួចគួរឲ្យខ្លាចខ្លាំងមែនទែនតែពេលនោះខ្ញុំមិនបានគិតទៅដល់រឿងខ្មោចព្រលឹងអីនោះទេព្រោះកាលនោះខ្ញុំក៏មិនសូវជឿលើរឿងខ្មោចព្រាយបិសាចអ្វីនោះដែរនៅយប់នោះខ្ញុំក៏បានក្រោកឡើងទៅបិទទ្វារបង្អួចរួចក៏ចូលគេងធម្មតាទៅទាំងមានអារម្មណ៍ថាខ្លួនឯងនឹងធ្ងន់ក្បាលតិចផងដែរគេងរៀងរលាវទៅហើយហ្នឹងណាខ្ញុំក៏បានយល់សពឃើញយាយចាស់ម្នាក់នោះមកសុំខ្ញុំនៅជាមួយទៀតហើយតែលើកនេះខុសពីលើកសពមួយដងដោយសារតែម្ដងនេះគាត់មកតែម្នាក់ឯងទេគាត់ថាឲ្យគាត់សុំមកនៅផ្ទះនេះផងគាត់គ្មានកន្លែងត្រូវទៅទេម្ដងនេះដោយសារតែខ្ញុំអស់កម្លាំងផងងងុយផងធីងថងផងហើយរំខាននឹងយាយនោះនិយាយនេះនិយាយនោះអត់ចេះចប់សោះនៅក្នុងយល់សពអញ្ចឹងខ្ញុំក៏ធ្លុយមាត់ឆ្លើយថាយាយឯងចង់នៅក៏នៅទៅតែក្រៅពីយាយឯងខ្ញុំមិនឲ្យណាគេនៅទេណាលឺខ្ញុំនិយាយយល់ព្រមដូច្នេះយាយចាស់នោះគាត់ក៏ផ្លាស់ប្ដូរទឹកមុខនៅសុកគឺប្រែទៅគួរឲ្យខ្លាចខ្លាំងមែនទែនគឺគាត់ទៅជាញញឹមហើយភ្នែកគាត់សម្លឹងបើកធំមកមើលមុខខ្ញុំអញ្ចឹងបន្ទាប់មកគេក៏រលាកបាត់ពីមុខខ្ញុំទៅព្រឹកឡើងខ្ញុំក៏ភ្ញាក់មករកទឹកផឹកនៅជាន់ខាងក្រោមហើយអាការៈនៅក្នុងខ្លួនរបស់ខ្ញុំក៏បានធូរស្បើយបន្តិចដែរតែខ្ញុំចាប់ផ្ដើមតឹងច្រមុះហើយនឹងហៀសម្បោខ្ញុំចុះមកបើកទូទឹកកកយកទឹកមកផឹកហើយក៏ចោលភ្នែកទៅខាងក្រៅក៏រលែកទៅឃើញឡានរបស់ខ្ញុំដែលចតនៅខាងមុខផ្ទះពុទ្ធោឃើញសុទ្ធតែស្នាមរៀមដៃខ្មៅពេញឡានខ្ញុំទាំងអស់តែម្ដងដៃទាំងអស់នោះដូចជាដៃមនុស្សដែលខំព្យាយាមតោងឡានខ្ញុំអញ្ចឹងវាខ្មៅប្រឡាក់បតាដូចជាខ្ជូងបន្តិចផេះបន្តិចភ្លាមនោះខ្ញុំក៏ប្រញាប់ស្រវេស្រវារកទុយោទឹកមកបាញ់លាងសម្អាតទាំងឆ្ងល់ថាតើម្រាមដៃទាំងអស់នោះវាប្រឡាក់ឡានខ្ញុំតាំងពីពេលណាមកឬក៏យប់មិញមានចោរចូលផ្ទះចង់កោះឡានខ្ញុំទេដឹងតែខ្ញុំព្យាយាមពិនិត្យមើលគឺថាអត់មានរបស់បែកបាក់ឬក៏បាត់បង់សម្ភារៈណាមួយទេនៅក្នុងផ្ទះពេលនេះសំណួរគ្មានចម្លើយទាំងអស់នោះបានរត់វិលពេញខួរក្បាលខ្ញុំតែម្ដងនៅថ្ងៃនោះពេញមួយថ្ងៃខ្ញុំមិនបានទៅធ្វើការនៅខាងក្រៅផ្ទះនោះទេព្រោះខ្ញុំផ្ដាសាយផងហៀសម្បោផងមិនចង់ចេញទៅនិយាយជាមួយភ្ញៀវខ្លាចឆ្លងទៅគេអញ្ចឹងណារួចទំនេរដែកបន្តិចខ្ញុំក៏រៀបចំផ្ទះហើយក៏រៀបចំលើកទូឈើដាក់សៀវភៅនោះចូលមកខាងក្នុងដោយក្រោយពីបានលាងសម្អាតបោះហើយក៏ដាក់ចូលទៅក្នុងបន្ទប់ធ្វើការខ្ញុំតាមគម្រោងដែលបានគិតទុកពីដំបូងទៅមើលទៅមើលមកទូនោះពិតជាស្រស់ស្អាតខ្លាំងមែនតើខ្ញុំញញឹមផងមើលទូនោះផងស្ទាបទូនោះផងអញ្ចឹងគឺវាស៊ីជាមួយនឹងបន្ទប់ធ្វើការរបស់ខ្ញុំខ្លាំងមែនតើព្រោះខ្ញុំចូលចិត្តសន្សំរបស់ធ្វើពីឈើមើលទៅរៀងបុរាណស្រាប់អញ្ចឹងទៀតអញ្ចឹងដាក់ទៅគឺវាស៊ីពណ៌គ្នាជាមួយនឹងបន្ទប់ធ្វើការរបស់ខ្ញុំតែម្ដងខ្ញុំបានតម្រៀបសៀវភៅនិងថូផ្កាតូចរបស់ខ្ញុំដាក់នៅលើនោះយ៉ាងមានរបៀបរៀបរយហើយដាក់ទូនឹងនៅជាប់នឹងតុធ្វើការរបស់ខ្ញុំតែម្ដង
ដល់ល្ងាចម៉ោងប្រហែលជា5មានមិត្តភ័ក្តិរបស់ខ្ញុំបានមកលេងហើយនឹងបានទិញម្ហូបក្លែមផងមានប៊ីយ៉ា 4-5 កំប៉ុងចឹងទៅពួកវាមក 3-4 នាក់ដើម្បីមកអង្គុយហូបញ៉ាំនេះញ៉ាំនោះនិយាយលេងជាមួយខ្ញុំទាំងដែលវាដឹងហើយថាខ្ញុំមិនសូវស្រួលខ្លួនប៉ុន្មានទេយ៉ាប់មែនអាពួកនេះលុះដល់ប្រលប់ប្រហែលជាម៉ោង 6-7 អីហ្នឹង 6-7 យប់ពួកយើងអង្គុយផឹកសុកស្រាប់តែមានមិត្តខ្ញុំម្នាក់វាក៏បាននិយាយមកកាន់ខ្ញុំថាយាយហែមកលេងមែនថ្ងៃហ្នឹងហេតុអ្វីបានមិនប្រាប់គ្នាអ្វីដឹងអញ្ចឹងចាំស្អែកចាំមកផឹកក៏បានដែរកុំឲ្យរំខានគាត់ខ្ញុំធ្វើភ្នែកស្លើតែម្ដងរួចខ្ញុំក៏បែរទៅមើលមុខវាបែបឆ្ងល់ព្រោះខ្ញុំគ្មានលោកយាយនោះទេយាយខ្ញុំគាត់បានស្លាប់តាំងពីខ្ញុំអាយុ 3 ឆ្នាំមកម្លេះខ្ញុំក៏ឆ្លើយតបទៅវាទាំងឆ្ងល់ថាអាឈួតអញមានយាយមកពីណាយាយអញស្លាប់យូរហើយហ្នឹងយីអានេះលឺហើយមិត្តខ្ញុំភ្ញាក់ឲ្យព្រើតហើយក៏លើកដៃចង្អុលទៅក្នុងបន្ទប់ខ្ញុំតែម្ដងវាថាវាឃើញយាយចាស់ម្នាក់ឈរសម្លឹងវាពីតាបង្អួចចេញពីបន្ទប់ហ្នឹងណាមើលទៅមុខយាយចាស់ម្នាក់ហ្នឹងគឺស្លេកយ៉ាងម៉េចមិនដឹងទេវាឃើញពិតប្រាកដមែនយាយចាស់ហ្នឹងគឺសក់សវាឃើញច្បាស់ណាស់គឺឃើញនៅក្នុងបន្ទប់ធ្វើការរបស់ខ្ញុំតែម្ដងពេលនោះទឹកមុខវានិយាយគឺចេញមកប្រកាសប្រជាណាស់វាគិតថាយាយចាស់ម្នាក់នោះគឺជាលោកយាយរបស់ខ្ញុំទៀតផងខ្ញុំមានអារម្មណ៍ថាពុកម៉ែរបស់ខ្ញុំវាមិនកុហកខ្ញុំនោះទេតែពេលដែលខ្ញុំងាកទៅតាមដៃវាចង្អុលគឺមិនបានឃើញអ្វីនោះទេហើយខ្ញុំក៏ព្យាយាមនិយាយបន្លប់វាថាប្រហែលជាវាស្រវាំងភ្នែកឲ្យមើលទៅថ្ងៃនោះខ្ញុំមានអារម្មណ៍ខ្លាចយ៉ាងខ្លាំងនឹងនឹកទៅដល់លោកយាយនៅក្នុងការយល់សប្តិរបស់ខ្ញុំដែលខ្ញុំជ្រុលមាត់អនុញ្ញាតឲ្យគាត់នឹងមករស់នៅក្នុងផ្ទះជាមួយគ្នាបន្ទាប់មកខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនស្រួលប្រហែលជាមានអ្វីមកតាមឈើទូដាក់សៀវភៅដែលខ្ញុំបានទិញមកហើយជប់នោះខ្ញុំបានខាត់មិត្តរបស់ខ្ញុំនឹងឲ្យវានៅគេងជាមួយគ្នាព្រោះខ្ញុំខ្លាចនៅម្នាក់ឯងផងប៉ុន្តែពួកវាបដិសេធគ្រប់គ្នាតែម្ដងព្រោះពួកវាបានណាត់សង្សារទៅដើរលេងនៅមាត់ស្ទឹងសៀមរាបរៀងខ្លួនខ្ញុំក៏មិនបានខឹងនឹងពួកវាដែរតែយប់នោះខ្ញុំពិតជាខ្លាចមែនគេរហូតដល់ប្រហែលជាម៉ោង 4 កន្លះទៅ 5 ទីភ្លឺអីនឹងឯងខ្ញុំក៏ចាប់ផ្ដើមឮសំឡេងមន់រងាវហើយខ្ញុំក៏បានឮសូរសំឡេងចម្លែកនៅក្នុងផ្ទះបាយដូចជាសំឡេងមនុស្សកំពុងតែរាវរកអ្វីម្យ៉ាងពេលខ្លះក៏ឮសូរសំឡេងចានឆ្នាំងប៉ះទង្គិចគ្នាផងដែរមិនតែប៉ុណ្ណោះខ្ញុំក៏បានឮសូរសំឡេងក្អកក្រហែមតិចដូចជាមនុស្សចាស់ក្អកនិងស្អាបំពង់កដូច្នោះដែរតែភ្នែកខ្ញុំបើកមិនរួចសោះឡើយទើបខ្ញុំមិនបានចុះមកមើលថាតើមានអ្វីកាត់ឡើងនោះទេតែបើនៅក្នុងចិត្តវិញគឺភ័យឡើងបុកពោះអស់ហើយបន់ឲ្យតែភ្លឺឆាប់ទេនៅយប់បន្ទាប់មកទៀតពេលឡើងមកគេងនៅក្នុងបន្ទប់ហ្នឹងបន្ទប់គេងខ្ញុំគឺជាប់នឹងបន្ទប់ធ្វើការរបស់ខ្ញុំតែម្ដងគឺទាំងព្រឺខ្លួនព្រោះនឹកដល់សម្ដីមិត្តភ័ក្តិរបស់ខ្ញុំកាលពីម្សិលមិញ